នៅពេលដែលយើងឧទ្ទិសបុណ្យនៅពេលដែលយើងធ្វើបុណ្យហើយយើងក៏តាំងចិត្តឧទ្ទិសបុណ្យទៅឲ្យសាច់ញាតិបងប្អូនឬក៏គូស្នេហ៍របស់យើងដែលបានបាត់បង់ជីវិតទៅសំណួរដែលសំខាន់នោះគឺតើបុណ្យបានទៅដល់ពួកគេពិតដែរឬទេហើយបានទៅដល់ពិតតើពួកគេទទួលនៅក្នុងលក្ខណៈណាឲ្យប្រកបតើជួយពួកគេបានពិតទេឬក៏គ្រាន់តែជាជំនឿរបស់យើងតែម្ខាងនេះគឺជាសំណួរដែលស៊ីជម្រៅហើយពាក់ព័ន្ធនឹងវិធីជីវិតរបស់ប្រជាជនដែលកាន់ព្រះពុទ្ធសាសនាតែម្ដងរឿងធ្វើបុណ្យឧទ្ទិសកុសលគឺជារឿងដែលអ្នកកាន់ពុទ្ធសាសនាបានធ្វើជាយូរមកហើយវាឆ្លុះបញ្ចាំងពីក្តីស្រឡាញ់ការផ្សារភ្ជាប់និងភាពកតញ្ញូអីបែបនេះឥឡូវអ្នកគ្រូសូមលើកយកជ្រុងមួយដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងដកស្រង់ពីឯកសារដែលមានចំណងជើងថាខ្មោចភូមិនិងការឧទ្ទិសបុណ្យនៅពេលដែលយើងឧទ្ទិសបុណ្យឲ្យសាច់ញាតិដែលបានស្លាប់ទៅតើគេបានទទួលឬទេចុះបើបានទទួលពិតតើគេទទួលនៅក្នុងឋានៈអ្វីចម្លើយគឺបានទទួលដូចគ្នាតែប្រើប្រយោជន៍ខុសគ្នាប្រយោគខ្លីៗនេះហើយដែលជាកូនសោសំខាន់ក្នុងការលើកយកមកនិយាយគ្នានៅក្នុងថ្ងៃនេះហេតុអីបានប្រើប្រយោជន៍ខុសគ្នាបើយើងឧទ្ទិសបុណ្យឲ្យដូចគ្នាដូច្នេះការជជែកគ្នារបស់យើងក្នុងថ្ងៃនេះគឺព្យាយាមជជែកស៊ីជម្រៅរឿងខ្មោចភូមិតាមរយៈឯកសារដែលបានអធិប្បាយមកនេះយើងត្រូវមកមើលថាតើសភាពផ្លូវចិត្តរបស់អ្នកស្លាប់នៅកាលនោះតើវាហុចផលដល់វិធីដែលពួកគេទទួលនិងនាំយកបុណ្យដែលញាតិឧទ្ទិសទៅឲ្យប្រើជាប្រយោជន៍យ៉ាងម៉េចខ្លះឥឡូវយើងមកនិយាយម្ដងមួយចំណុចចាប់ផ្ដើមពីចំណុចដំបូងវាហាក់ដូចជាស៊ាំជាមួយនឹងចំណុចនេះយ៉ាងល្អតែចំណុចនេះផ្ដោតយ៉ាងខ្លាំងត្រង់ពាក្យថាខ្មោចពាក្យថាខ្មោចនេះភាគច្រើនយើងគិតដល់វិញ្ញាណរឿងអាចកំបាំងនិងរូបភាពគួរឲ្យខ្លាចអីបែបនេះតែនៅក្នុងឃ្លីបនេះវាមានអត្ថន័យខុសប្លែកពីនេះនៅក្នុងឃ្លីបនេះមិនបានបញ្ជាក់ពីរឿងមុខមាត់ឬភាពគួរឲ្យខ្លាចអីនោះទេតែផ្ដោតលើសភាវៈខាងផ្លូវចិត្តតែម្ដងបញ្ជាក់ថាខ្មោចគឺជាការគិតដែលនៅអណ្ដែតត្រសែតជាសភាវៈចិត្តដែលនៅមិនទាន់ទទួលស្គាល់ឬសម្របខ្លួនមិនទាន់បានជាមួយនឹងការពិតដែលថាខ្លួនឯងបានផុតពីភាពជាមនុស្សហើយគឺចិត្តនៅជាប់ជំពាក់ជាមួយនឹងការគិតអារម្មណ៍ចាស់ចាស់និងទម្លាប់ចាស់ចាស់ដែលធ្លាប់មានកាលពីនៅមានជីវិតរស់ជាសភាវៈដែលផ្សារភ្ជាប់ជាមួយអតីតខ្លាំងហើយសភាវៈដែលអណ្ដែតត្រសែតនេះតើវាទៅផ្សារភ្ជាប់ជាមួយនឹងការទទួលបុណ្យដោយរបៀបណាត្រង់នេះសំខាន់ណាស់បើចិត្តយើងនៅជាប់សភាវៈជាខ្មោចបែបនេះបុណ្យកុសលដែលឧទ្ទិសទៅឲ្យនឹងមានផលនៅក្នុងលក្ខណៈក្នុងការចូលជួយកាត់បន្ថយភាពស្រេកឃ្លានខាងការគិតពាក្យនេះស្ដាប់ទៅគឺជានាមពធណាសូមអធិប្បាយឲ្យលម្អិតជាងនេះចុះសភាវៈចិត្តជាខ្មោចនៅក្នុងវេលានេះគឺជាសភាវៈចិត្តដែលនៅជាប់ជំពាក់ជាមួយនឹងសេចក្តីត្រូវការតាមបែបជាមនុស្សដូចជាការស្រេកឃ្លាននៅក្នុងភាពពិតរាងកាយបែបមនុស្សគឺលែងមានទៀតហើយតែការគិតនិងការចាំពាក់ព័ន្ធជាមួយនឹងសេចក្តីត្រូវការអស់នោះវានៅធ្វើការនៅឡើយវាក៏សាងនៅអារម្មណ៍ខ្វះខាតនិងសេចក្តីទុក្ខនៅក្នុងចិត្តជារឿយៗបុណ្យដែលយើងឧទ្ទិសទៅឲ្យក៏បំពេញតួនាទីប្រៀបដូចជាថ្នាំព្យាបាលផ្លូវចិត្តទៅរំសាយនៅអារម្មណ៍ដែលស្រែកដង្ហោយហៅរោគឬក៏ភាពខ្វាយខ្វល់ដែលកើតចេញពីការគិតអស់នោះឲ្យវាបានស្រាលឡើងបណ្ដោះអាសន្នយើងយល់ហើយឬនៅថាអ្វីត្បិតតែមិនមានរូបឲ្យឃ្លានតែចិត្តវាបានសាងការគិតថាឃ្លានឡើងមកដោយខ្លួនឯងហើយនៅក្នុងឃ្លីបនេះអ្នកគ្រូសូមលើកយកការប្រៀបធៀបដើម្បីឲ្យងាយយល់ការទទួលបុណ្យរបស់ខ្មោចដែលស្ថិតនៅក្នុងសភាវៈនេះប្រៀបដូចជាមនុស្សដែលកំពុងឃ្លានអាហារយ៉ាងខ្លាំងចិត្តនៅផ្ដោតជាមួយនឹងការហូបគ្រប់ពេលវេលាតែបើមានអ្នកយកអាហារទឹកមកឲ្យពិតមែននោះបែរជាមិនអាចហូបឬក៏ក្រេបនៅរសជាតិនោះដើម្បីឲ្យកើតការឆ្អែតខាងកាយបានធ្វើបានត្រឹមមានអារម្មណ៍ត្រេកអររំភើបឬឆ្អែតនៅក្នុងចិត្តហើយអារម្មណ៍នេះវាជួយធ្វើឲ្យចិត្តដែលកំពុងខ្វាយខ្វល់វាមានអារម្មណ៍ថាធ្ងន់ធ្ងរដោយសារតែការឃ្លាននេះវាបានធូរស្រាលតែមួយផ្លែតមួយខណៈតែប៉ុណ្ណោះតើបុណ្យត្រូវប្រើនៅក្នុងផ្លូវដែលរំសាយវេទនាបណ្ដោះអាសន្នគឺសម្រាលនៅក្តីទុក្ខដែលកើតចេញពីការគិតមិនបានប្រើជាធម៌ពលឬក៏ជាបច្ច័យអ្វីដើម្បីទៅសាងភពភូមិឬក្តីសុខដែលយូរអង្វែងពិតប្រាកដបានដូច្នេះបុណ្យដែលយើងឧទ្ទិសទៅឲ្យអ្នកដែលមានសភាវៈចិត្តបែបខ្មោចវាបានទៅជួយសម្រាលអាការៈខាងផ្លូវចិត្តដែលកើតចេញពីការប្រកាន់ខ្ជាប់នៅការគិតចាស់ចាស់របៀបបណ្ដោះអាសន្នតែក៏មិនបានទៅបដូរសភាវៈដែលជាមូលដ្ឋានរបស់គេប៉ុន្មានទេនេះគឺជាករណីមួយសម្រាប់អ្នកខ្លះមានអារម្មណ៍ថាធ្វើបុណ្យឧទ្ទិសឲ្យសាច់ញាតិហើយតែក៏នៅតែយល់សប្តិឃើញសាច់ញាតិមកសុំបុណ្យទៀតហើយយើងក៏មានអារម្មណ៍ថាសាច់ញាតិនោះនៅលំបាកនៅឡើយនោះបណ្ដាលមកពីចិត្តរបស់គេនៅជាប់សភាវៈជាខ្មោចដែលនៅវល់ជាមួយនឹងសេចក្តីត្រូវការបែបជាមនុស្សនេះឯងនេះជាអ្វីដែលអ្នកគ្រូបានដកស្រង់ក្នុងរឿងភពភូមិហើយក៏មានមិត្តពធផែនខ្លះក៏បានឆាតសួរអ្នកគ្រូពីបញ្ហានឹងដូចគ្នាតើបអ្នកគ្រូធ្វើឃ្លីបនេះ
ចែករំលែកចំណេះដឹងហើយអ្វីដែលចែករំលែកក្នុងคลิปនេះគឺបញ្ជាក់ឲ្យឃើញថាផលនៃបុណ្យនេះវាមានទំនាក់ទំនងជាមួយនឹងសភាវៈចិត្តរបស់អ្នកទទួលខ្លាំងណាស់ចាសម្រាប់คลิปនេះអ្នកគ្រូសូមបកស្រាយពាក្យថាខ្មោចហើយនៅក្នុងคลิปក្រោយអ្នកគ្រូនឹងមកបកស្រាយពីពាក្យថាភូមិម្ដងចាសម្រាប់ថ្ងៃបិណ្ឌ7ដែលអ្នកគ្រូប្រកាសថាអ្នកគ្រូនឹងទៅដាក់បិណ្ឌនៅខេត្តកំពតនេះក៏សូមអធិស្ឋានហ្វេនផងព្រោះដោយសារមានបញ្ហារឿងការធ្វើដំណើរអ្នកគ្រូបានវេបច្ច័យទៅដល់ព្រះសង្ឃដែលដាក់បិណ្ឌនៅក្នុងវត្តបិណ្ឌ7នៅខេត្តកំពតនេះហើយចាហើយបន្ទាប់ពីដាក់បិណ្ឌ7នៅខេត្តកំពតហើយអ្នកគ្រូក៏បានមកដាក់បិណ្ឌ8នៅវត្តអូជុំស្រុកសំពៅលួនខេត្តបាត់ដំបងសូមចែកបិណ្ឌនេះដល់មិត្តពធដែលបានចូលរួមជាមួយនឹងអ្នកគ្រូទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមឲ្យបានជាចំណាយជួបតែសេចក្តីសុខកុំបីមានទុក្ខសូមឲ្យបានចែកបិណ្ឌនេះទៅដល់សាច់ញាតិដែលបានចែកឋានទៅដល់ហ្វេននិងមិត្តពធដែលបានចូលរួមផងហើយបើអ្នកដែលបានអូឃើញคลิปវីដេអូនេះហើយមានចិត្តត្រេកអរអនុមោទនាក៏សូមឲ្យបានចំណែកបុណ្យនេះទាំងអស់គ្នាបើអនុមោទនាហើយសូមឲ្យជួបតែសុខកុំបីមានទុក្ខជាទីពេញចិត្តរបស់មនុស្សនិងទេវតាខ្លាចជាមហាសេដ្ឋីចិត្តបុណ្យជួយទ្រទ្រង់ពុទ្ធសាសនានិងមានកែវភ្នែកមើលឃើញធម៌សាធុសាធុសាធុ